ទស្សនៈរបស់យើងសម្ដែងដោយ Kana Misaki ដោយសាររឿងមួយហ្នឹងគឺនិយាយអំពីតួស្រីរបស់យើងគឺជា single mom ដែលរស់នៅជាមួយនឹងកូនយ៉ាងមានក្តីសុខនៅឯផ្ទះរបស់ឪពុកតួស្រីយើងហ្នឹងដែលគាត់បានចែកឋានទៅអីចឹងណាអញ្ចឹងហើយតួស្រីយើងក៏ទទួលផ្ទះមួយនេះប្រៀបបានដូចជាគេមរតកអញ្ចឹងបន្ទាប់ទៅពីបែកបាក់គ្រួសារអីចឹងទៅនៅតែពីរអ្នកកូនហើយតួស្រីយើងហ្នឹងជាមួយនឹងកូនហ្នឹងគឺមិនដែលមានអីលាក់បាំងគ្នាទៀតមានអីតែនិយាយគ្នាប្រាប់គ្នាហើយថ្ងៃនេះក៏ជាថ្ងៃគម្រប់ខួបនៃការមរណភាពរបស់ឪពុកហ្នឹងក៏មានការជួបជុំបងប្អូននៃជាសាច់ញាតិជីដូនមួយអីចឹងហើយតួស្រីរបស់យើងក៏ថ្លែងអំណរគុណទៅបងជីដូនមួយដែលជាអបិតួប្រុសយើងនឹងបែបថាដោយសារតែមានជំនួយពីអបិតួប្រុសយើងនឹងឯងធ្វើឲ្យម៉ែកូនពីរនេះរស់នៅបែបមានសុភមង្គលរហូតមកទល់នៅឥឡូវអីចឹងទៅក៏ប៉ុន្តែអបិនេះវាមិនទៅបានអីល្អប្រហែលទេវាខុតទឹកសម្លឹងកាគ្រាន់តែមានឱកាសបាននៅជាមួយពីរអ្នកទទួលស្រីយើងហ្នឹងចាប់ផ្ដើមសួរនាំលេខកើតនេះអាយចេះមួយយកពីរទូស្រីយើងក៏ឆ្ងល់ដែរថ្ងៃនេះហេតុអីក៏បងចដូនមួយនឹងក្របានត្រឡប់ទៅវិញម្លេះអីចេះចោលចឹងណាមានអីមើលតែភ្នែកទៅដឹងហើយតានឹងមានអីទុកឲ្យយូរខ្ចាយបែបថាខ្ចាយពេញណាពេញនេះរហូតដល់កូនមកហ្នឹងរកខ្ចាយទាំងកូននឹងទៀតតែតួស្រីយើងថាអត់ទេសុំខ្ចាយទៅតួស្រីយើងទៅបានហើយអញ្ចឹងហើយក៏មិនអាចខាមខាត់អត់បែកនោះបានដែរគឺខ្ចាយលើខ្ចាយលើខ្ចាយទាំងម៉ែទាំងកូននឹងអែមទៅហ្មងអសោះប៉ស្វាចូលឡើងជាលេខកូ complete ទៅសុយមើលទៅនេះឲ្យមិនខកចិត្តហើយបញ្ចូលចិត្តក៏ complete ចុច like ចុច follow ឲ្យផងបញ្ជាក់ថាអែមតែម្ដង